សាទិតនេះបើថាហកកន្លែងដើរលេងអត់ទាន់បានទេខ្ញុំណែនាំឲ្យទៅលេងមកកន្លែងនេះម្ដងគឺព្រះបរមរាជវាំងខ្មែរយើងអ្នកនរគ្នាសម្រាប់ជនជាតិខ្មែរយើងចំណាយអស់តែម្នាក់1000រៀលទេចូលមកលេងថតរូបស្អាតៗមើលវត្ថុបុរាណស្ថាបត្យកម្មចាស់ៗនិងស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរយើងអ្នកគ្នាអាចមកញ៉ាំការ៉េមនៅក្នុងវាំងបានហើយនឹងទទួលបានទឹកហ្វ្រីម្នាក់ម្ដងទៅវិញទៀតក្នុងនាមយើងជាកូនខ្មែរម្នាក់ខ្ញុំពិតជាណែនាំអ្នកគ្នាឲ្យឆ្លៀតពេលណាមួយទៅលេងក្នុងវាំងឲ្យបានម្ដងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់លម្អិតពីរបៀបនៃការចូលក្នុងវាំងនេះថាយើងគួរធ្វើយ៉ាងណាខ្លះសម្រាប់បងឬប្អូនៗដែលចង់មកលេងក្នុងវាំងនេះដែរអាចសាកវីដេអូនេះទុកបានជាដំបូងឡើយអ្នកគ្នាអាចយកម៉ូតូឬក៏ឡានមកផ្ញើនៅមុខក្រសួងយុតិធម៌នេះបានដែលមានទីតាំងនៅទល់មុខជាមួយនឹងព្រះបរមរាជវាំងយើងតែម្ដងជិះតាមសួនច្បារបន្ទមមកផ្ញើនៅនេះគឺចិត្តកន្លែងច្រកចូលឬយើងដើរចូលមកតាមច្រកខ្លងទ្វារនេះមកសម្រាប់ព្រះបរមរាជវាំងយើងគឺបើកជារៀងរាល់ថ្ងៃទោះបីជាថ្ងៃសៅរ៍អាទិត្យក៏ដោយសម្រាប់ម៉ោងវិញគឺយើងអាចចូលបានចាប់ពីម៉ោង8ព្រឹកដល់ម៉ោង5ល្ងាចដើរចូលមកខាងក្នុងនេះមកដើម្បីទិញសំបុត្រហើយសម្រាប់សំបុត្រវិញគឺម្នាក់អស់តែ1000រៀលទេសម្រាប់ជនជាតិខ្មែរយើងរួចយើងយកសំបុត្រនេះឲ្យពូគាត់ឆែកសំបុត្រមកតង់ទៀតតែប៉ុណ្ណឹងគឺរួចរាល់ហើយគាត់បានឲ្យកระดาษនេះមួយជាផែនទីនៅក្នុងព្រះបរមរាជវាំងទាំងមូលមកនៅក្នុងกระดาษផែនទីនេះគឺងាយស្រួលសម្រាប់អ្នកដែលធ្លាប់មកសោះគឺគាត់អាចមើលក្នុងនឹងបានថាយើងគួរទៅលេងកន្លែងណាខ្លះក្នុងនឹងគឺមានរាយលេខរៀងទៅតាមឈ្មោះទីតាំងផ្សេងសម្រាប់អ្នកដែលធ្លាប់មកសោះមកជាលើកទី1ដែលឃើញផ្ទាល់ភ្នែកធ្លាប់តែឃើញនៅតាមទូរទស្សន៍ឬក៏រូបភាពណាមួយចូលមកដល់នេះភ្លាមគឺដឹងតែវ៉ាវមកសម្រាប់ខ្ញុំគឺខ្ញុំចូលមកលេងវាំងច្រើនដងហើយតាំងខ្ញុំហ៊ានវិទ្យាល័យមែនការខ្ញុំនៅរៀនគឺខ្ញុំអាសានាំបរទេសនាំមិត្តភក្តិដែលរៀនជាមួយគ្នានឹងឲ្យពួកគាត់មកស្គាល់វាំងដែរច្រើនណាស់តាមដែលសួរទៅគឺពួកគាត់ដែលបានចូលទេដោយសារតែអត់សូវដឹងពីរបៀបចូលអញ្ចឹងហើយបានខ្ញុំធ្វើវីដេអូនេះឡើងមកចូលមកដល់ខាងក្នុងនេះគឺមានកន្លែងច្រើនណាស់ដែលយើងអាចចូលមកលេងហើយថតរូបបានមានដាក់តាំងជាវត្ថុបុរាណប្រើប្រាស់នៅក្នុងវាំងសម្លៀកបំពាក់ការស្លៀកពាក់ប្រចាំថ្ងៃនិងមានរបស់ជាច្រើនទៀតដែលយើងមិនធ្លាប់បានឃើញផ្ទាល់ភ្នែកពីមុនមកកន្លែងដែលយើងត្រូវទៅនឹងអត់ទាន់អស់ត្រឹមនឹងទេគឺមានទីតាំងមួយកន្លែងទៀតគឺជាវត្តព្រះកែវដែលមកដល់ហើយអ្នកគ្នាអាចដើរចូលតាមផ្លូវច្រកនេះបានមកដល់ខាងក្នុងនេះគឺអ្នកគ្នាអាចឃើញនៅសិល្បៈគំនូរបុរាណខ្មែររឿងរាមកេរ្តិ៍គឺនៅជុំវិញវត្តតែម្ដងដោយសារតែយើងចូលមកដល់កន្លែងសំខាន់បែបនេះឬមួយដែលអ្នកគ្នាគួរតែរៀបចំខ្លួនទុកមុននោះគឺការស្លៀកពាក់បានសមរម្យហើយស្អាតដូចអ្នកគ្នាឃើញ outfit ដែលខ្ញុំពាក់នេះគឺខ្ញុំបានមកពីខាងរ៉ូទីននៅខាងរ៉ូទីនហ្នឹងមានកាអាវស្អាតដែលស័ក្តិសមជាមួយនឹងការដើរលេងវាំងដើរលេងសារមន្ទីរបែបនេះជាពិសេសទៀតហ្នឹងគឺឥឡូវនេះគេមាន promotion final call ចុះតម្លៃរហូតដល់ 50% ពេញមួយហាងតែម្ដងចាប់ពីឥឡូវនេះទៅរហូតដល់ចុងខែថ្ងៃទី31បញ្ចុះតម្លៃខោអាវទាំងអស់នៅក្នុងហាងហ្នឹងទាំងប្រុសទាំងស្រីហ្មង promotion ធំនេះដែរក៏គេធ្វើតាមអាសាខាទេគឺសាខារ៉ូទីនទូតពូអញ្ចឹងអ្នកគ្នាអាចទៅរើមើល outfit ស្អាតៗបានតើមាន discount ច្រើនអញ្ចឹងបន្ទាប់ពីយើងថតរូបមើលរូបភាពនៅជុំវិញវត្តនេះហើយគឺយើងអាចចូលទៅលេងក្នុងវត្តព្រះកែវបាននៅខាងក្រៅវត្តអ្នកគ្នាអាចដើរទៅមើលប្រាសាទអង្គរវត្តចម្លងនេះបានបើអ្នកគ្នាមកចំខែនេះគឺត្រជាក់ស្រួលដើរមែនតើដើរលេងត្រជាក់ស្រួលខ្លួនអត់សូវក្តៅខ្លាំងទេតែមុននឹងមកអ្នកគ្នាគួរតែយកឆ័ត្រមកតាមខ្លួនដែរដើរលេងក្នុងវាំងជាមួយនឹងបរិយាកាសភ្លេងបុរាណបែបមេឃសតុំហើយជុំវិញខ្លួនសត្វពណ៌បៃតងមកដល់ហើយដឹងតែស្រស់ស្រាយទៅគឺសប្បាយចិត្តមកយើងដើរមកច្រើនដែរអញ្ចឹងនៅខាងក្នុងនេះគេមានលក់ជាការ៉េមជាភេសជ្ជៈដែរអាចទិញញ៉ាំបានហើយចាំយើងចូលដល់វគ្គចុងក្រោយយើងដើរលេងបែបអត់សូវប្រញាប់មួយរយៈពេលប្រហែលជាខ្ទង់2ម៉ោងអីហ្នឹងគឺយើងដើរសពហើយនៅផ្លូវច្រកចេញមកវិញនេះគឺយើងនឹងទទួលបានទឹកសុទ្ធម្នាក់ម្ដងហ្វ្រីតែម្ដងទឹកសុទ្ធវាំងនេះពេលដែលយើងញ៉ាំហើយយើងអាចទុកសបកនេះជាអនុ